ឯងរឿងដែលខ្ញុំយកមកលើកឡើងនៅថ្ងៃនេះគឺដោយសារតែម្សិលមិញមានអ្នកច្បាប់ខ្មែរម្នាក់ដែលជាទីគោរពនឹងឲ្យតម្លៃបំផុតសម្រាប់ខ្ញុំចំពោះគាត់ព្រោះខ្ញុំតែងតែដកស្រង់អត្ថបទគាត់ច្រើនណាស់យកមកផ្សព្វផ្សាយនៅបណ្ដាញសង្គមឬក៏តាមការផ្សព្វផ្សាយនៅក្នុង YouTube Channel របស់ខ្ញុំនេះដោយសារតែគាត់ជាបញ្ញវន្តដ៏កម្រដែលស្ទើរតែអស់បាត់ទៅហើយនៅប្រទេសកម្ពុជាយើងដែលមានបញ្ញវន្តដែលហ៊ាននិយាយតាក់ទងនឹងបញ្ហាច្បាប់បញ្ហាច្រើនណាស់ដែលបញ្ញវន្តបណ្ឌិតច្រើនណាស់នៅកម្ពុជាអត់ហ៊ាននិយាយហើយខ្ញុំឲ្យតម្លៃបញ្ញវន្តរូបនេះនិងអ្នកច្បាប់រូបនេះគឺដោយសារតែទី1គឺគាត់មានគេហៅថាជំនាញចំណេះផ្នែកច្បាប់ហ្នឹងគឺពិតប្រាកដហើយការស្រាវជ្រាវឯកសារស្រាវជ្រាវផ្នែកច្បាប់របស់គាត់គឺជាទីទុកចិត្តខ្ញុំបានយកមកផ្សព្វផ្សាយច្រើនលើកច្រើនគ្រាហើយនៅពេលដែលគាត់និយាយអំពីកត្តាដងដាវរបស់កម្ពុជាដែលអាចប្តឹងថៃតាក់ទងនឹងចំនួនព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិអីអញ្ចឹងហើយបងប្អូនក៏បានជ្រាបច្រើនលើកច្រើនគ្រាដូច្នេះនៅពេលដែលខ្ញុំបង្ហើបប៉ុណ្ណេះបងប្អូនច្បាស់ជាដឹងថាខ្ញុំចង់និយាយអំពីអ្នកច្បាប់រូបណាហើយគាត់មានព័ត៌មានអីឬក៏ការសង្កេតអីបានជាខ្ញុំលើកយករឿងនេះមកធ្វើដូចជាធំសម្បើមម្ល៉េះបាទខ្ញុំនិយាយនេះគឺតាក់ទងទស្សនៈរបស់លោកឡុងបញ្ញវុฒิដែលជាអ្នកច្បាប់របស់ក្រុមហ៊ុនឯកជនមួយឈ្មោះ PAN និង Associates លោកឡុងបញ្ញវុฒิនេះគឺម្ដងទៀតបងប្អូនជាបញ្ញវន្តខ្មែរដែលជាទីគោរពរបស់ខ្ញុំនឹងឲ្យតម្លៃហើយលោកមិនមាននិន្នាការទៅខាងគណៈបកណាមួយនៅឡើយទេនៅក្នុងពេលបច្ចុប្បន្ននេះខ្ញុំឃើញចំហគាត់យូរឆ្នាំដែរហើយគឺគាត់ជាមេធាវីឯករាជ្យមួយរូបហើយធ្លាប់ធ្វើកិច្ចការឲ្យអង្គការសង្គមស៊ីវិលតាមដានឃ្លាំមើលសាលាក្តីខ្មែរក្រហមការបញ្ចេញមតិរបស់លោកតាក់ទងនឹងដំណើរក្តីខ្មែរក្រហមគឺលោកហ៊ានរិះគន់ឥតសំចៃមាត់តាក់ទងនឹងភាពមិនប្រក្រតីឬក៏ដំណើរការក្តីនេះក៏ឃើញថាលោកមានភាពក្លាហានច្រើនក៏ប៉ុន្តែអ្វីដែលខ្ញុំលើកយកអត្ថបទលោកមកផ្សាយថ្ងៃនេះគឺអញ្ចេះគាត់បានចុះផ្សាយអត្ថបទមួយនៅក្នុងប្រព័ន្ធសារព័ត៌មានខ្មែរយើងហើយជាសារព័ត៌មានគួរឲ្យគោរពនិងទុកចិត្តនៅប្រទេសកម្ពុជាមួយដែរគឺកម្ពុជានៅក្នុងអត្ថបទសារព័ត៌មានកម្ពុជានោះគឺបងប្អូនអាចទៅរកមើលហើយមានជាភាសាខ្មែរទេព្រោះអីអត្ថបទហ្នឹងគឺលោកសរសេរជាភាសាខ្មែរហើយមានចំណងជើងធំតាក់ទងនឹងបើខ្ញុំនឹងស្រង់ចំណងជើងហ្នឹងដើម្បីឲ្យបងប្អូនបានជ្រាបថាគាត់សរសេរចំណងជើងអីហេតុអីបានជាខ្ញុំលើកយកចំណងជើងរបស់អត្ថបទរបស់គាត់យកមកលើកឡើងគាត់សរសេរនៅសារព័ត៌មានកម្ពុជានៅថ្ងៃទី31ខែមីនាបាទគឺមុនដាច់ខែនិយាយទៅថ្ងៃដាច់ខែហ្នឹងតែម្ដងអត្ថបទគាត់មានចំណងជើងថាទស្សនៈបានន័យថាជាទស្សនៈរបស់មេធាវីប្រឆាំងដើម្បីតែប្រឆាំងឬដើម្បីជាតិនឹងការបាត់បង់នៃលំហកណ្ដាលក្នុងនយោបាយកម្ពុជាអត្ថបទគាត់មានខ្លឹមសារលម្អិតណាស់ខ្ញុំចង់ឲ្យបងប្អូនទៅអានច្រើនជាងប៉ុន្តែខ្ញុំមិនមានពេលទៅអានគ្រប់អត្ថបទដែលគាត់សរសេរបើខ្ញុំព្រិនចេញមកនោះ6ទំព័រឯណោះខ្ញុំសរសើរលោកឡុងបញ្ញវុฒิណាស់លោកបកែសរសេរណាគឺគាត់សរសេរមានអង្គហេតុមានសំអាងមានអីច្រើនក៏ប៉ុន្តែអ្វីដែលខ្ញុំលើកលោកបញ្ញវុฒิមកនិយាយនៅពេលនេះគឺម្ដងទៀតបងប្អូនខ្ញុំគោរពគាត់ដូច្នេះក៏មិនប្រកាសថាខ្ញុំនឹងទទួលយកបាននៅរាល់អ្វីដែលគាត់សរសេរទេព្រោះអីមុននឹងចូលដល់ខ្ញុំវិភាគនឹងឲ្យតម្លៃទៅលើអត្ថបទខ្លឹមសារមួយដែលមានចំណងជើងថាប្រឆាំងដើម្បីតែប្រឆាំងឬក៏ដើម្បីជាតិនេះគឺជាទូទៅទស្សនៈរបស់អ្នកច្បាប់ខ្មែររូបនេះគឺប្រើចំណងជើងរឿងប្រឆាំងដើម្បីតែប្រឆាំងឬក៏ដើម្បីជាតិនោះវាហាក់ដូចជាឆ្លៀតវាប្រហារជនរងគ្រោះអនុគ្រោះដល់ជនដាច់ដល់នេះជាការសង្កេតរបស់ខ្ញុំប៉ុន្តែមុននឹងខ្ញុំចាប់ផ្ដើមនេះខ្ញុំចង់ជម្រាបថាអត្ថបទរបស់លោកគឺភាគច្រើននៅក្នុងដែលគាត់សរសេរខ្លឹមសារនេះគឺចង់ឲ្យមានការសម្បទានគ្នាមួយការបង្រួមផ្សះផ្សានិងរបៀបធ្វើនយោបាយកុំឲ្យធ្វើដូចបច្ចុប្បន្នហើយលោកក៏បានថ្លឹងថ្លែងអំពីថាអ្នកដែលប្រព្រឹត្តកំហុសហ្នឹងដូចថាតាក់ទងនឹងរឿងនយោបាយលាបពណ៌គ្នាហ្នឹងមានទាំងសងខាងមានទាំងបកប្រឆាំងមានទាំងបកកាន់អំណាចក៏ប៉ុន្តែមុននឹងលោករៀបរាប់អំពីបកប្រឆាំងនិងបកកាន់អំណាចចំណងជើងហ្នឹងយើងអាចសន្និដ្ឋានបានដាក់បាត់ហើយថាគាត់លំអៀងទៅខាងណាមិនអញ្ចឹងទេបងប្អូនពួកគាត់សរសេរថាប្រឆាំងដើម្បីតែប្រឆាំងឬក៏ដើម្បីជាតិដូច្នេះឃ្លានេះមែនតើវាមិនមែនក្រុមគណៈបកកាន់អំណាចជាអ្នកប្រឆាំងទេគាត់ក្រុមបកកាន់អំណាចអាចប្រឆាំងនឹងគំនិតរបស់ក្រុមបកប្រឆាំងមែនប៉ុន្តែនៃនេះគឺត្រូវនឹងបកប្រឆាំងច្រើនជាងដែលគាត់និយាយថាតើធ្វើនយោបាយប្រឆាំងដើម្បីតែប្រឆាំងឬក៏ដើម្បីជាតិពេលដែលខ្ញុំចូលស៊ីជម្រៅទៅដល់ក្នុងរឿងនេះគឺអ្វីដែលគាត់លើកឡើងនេះមែនតើជាចេតនាល្អរបស់លោកឡុងបញ្ញវុฒิចង់ឲ្យរបបនយោបាយកម្ពុជាមានការប្រែប្រួលកុំឲ្យដូចបច្ចុប្បន្នហ្នឹងគឺកុំឲ្យលៀបពណ៌គ្នាកុំឲ្យថារិះគន់គ្នាគ្រប់រឿងកុំឲ្យថាវាយប្រហារគ្នាកុំឲ្យចោទប្រកាន់គ្នាកេងចំណេញនយោបាយទាំងសងខាងអានេះអ្វីដែលជាខ្លឹមសាររួមរបស់គាត់ដែលចង់និយាយកុំឲ្យមនុស្សមានរឿងច្រើនចំណុចដែលទី1គឺគាត់និយាយអំពីតាក់ទងនឹងវប្បធម៌នៃការលាបពណ៌តាក់ទងនឹងការសង្ស័យគ្នាទៅវិញទៅមកលាបពណ៌ហ្នឹងគឺបានន័យថាបកប្រឆាំងលាបពណ៌ខាងគណៈបកកណ្ដាលអំណាចបកកណ្ដាលអំណាចលាបពណ៌គណៈបកប្រឆាំងទៅសង្ស័យគ្នាទៅវិញទៅមកមិនទុកចិត្តគ្នាបកប្រឆាំងមិនទុកចិត្តបកកណ្ដាលអំណាចបកកណ្ដាលអំណាចមិនទុកចិត្តបកប្រឆាំងហើយគាត់លើកឡើងអំពីថាមន្ត្រីបកប្រឆាំងនឹងឆាប់ងាយនឹងទៅរកការសន្និដ្ឋានឲ្យតែមានរឿងអីតែកើតឡើងនៅស្រុកខ្មែរតាក់ទងនឹងការសម្លាប់សកម្មជននយោបាយបកប្រឆាំងឬអីហ្នឹងគឺមានការសន្និដ្ឋានភ្លាមថាច្បាស់ជាបកកណ្ដាលអំណាចនៅពីក្រោយខ្នងអីចឹងទៅអានេះជាការលើកឡើងរបស់គាត់ហើយគាត់ថានេះគឺជាវិបត្តិមិនទុកចិត្តគ្នាហ្នឹងគឺមានច្រើនគឺវិបត្តិដូចគាត់លើកឡើងអំពីថាបើមានអញអត់ឯងបើមានឯងអត់អញក្នុងនេះគឺប្រហែលជាគាត់ចង់លើកសម្ដៅទៅលើសាររបស់លោកសំរងស៊ីដែរកាលពីមុនចង់និយាយថាមានស៊ីអត់សែនមានសែនអត់ស៊ីអីចឹងណាហើយប្រព័ន្ធយុតិធធនិងស្ថាប័នអនុវត្តច្បាប់មានភាពប្រតិកលាគ្នា
ទៅជាមួយនឹងបកកណ្ដាលអំណាចបាត់ល្មើសព្រហ្មទណ្ឌវិវាទរដ្ឋប្រវេណីអីហ្នឹងខ្លាយជាប្រធានបទនៃការចោទប្រកាន់បកដូចថាយកច្បាប់យកអីហ្នឹងមកជាឧបករណ៍ដើម្បីចោទប្រកាន់បកនយោបាយអីអញ្ចឹងបាទឥឡូវនេះគឺអ្វីដែលគាត់លើកឡើងចំណុចទី1ពីរឿងវិបត្តិមិនទុកចិត្តហ្នឹងគឺវាដល់ចំណុចទី2ក៏វាស៊ីគ្នាទៀតគឺតកតងនឹងជំងឺតួឯកគាត់និយាយអំពីជំងឺតួឯកនេះក៏អត់និយាយពីជំងឺតួឯករបស់គណៈបកកណ្ដាលអំណាចទេគាត់និយាយពីជំងឺតួឯករបស់បកប្រឆាំងទៅវិញព្រោះគាត់ថាបកប្រឆាំងហាក់បីដូចជាវង្វេងទិសដៅនៃការប្រឆាំងនឹងការឆ្លើយតបដោយវោហារស័ព្ទហិង្សាព្រោះអីគាត់ថានេះគឺជាផ្នត់គំនិតនយោបាយរបស់ក្រុមប្រឆាំងបកប្រឆាំងហាក់កំពុងផុងខ្លួនទៅក្នុងជំងឺតួឯកគាត់ថាមានតែការដឹកនាំនិងការចាត់ចែងរបស់ខ្លួនប៉ុណ្ណោះទើបជារឿងត្រឹមត្រូវគាត់ចង់និយាយថាក្រុមគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលធ្វើអីក៏ខុសតែបើក្រុមប្រឆាំងធ្វើបានត្រូវអីអញ្ចឹងត្រូវតែធ្វើតាមក្រុមប្រឆាំងអានេះគឺជំងឺទី2គាត់និយាយពីជំងឺតួឯកនេះគាត់ចាត់ទុកថាក្រុមប្រឆាំងមានជំងឺតួឯកក្រោយមកទៀតគាត់និយាយអំពីផ្នត់គំនិតជាចអល់គាត់ចោទខាងក្រុមប្រឆាំងនឹងថាខ្វះភាពច្បាស់លាស់នៅក្នុងការតាក់តែងកម្មវិធីនយោបាយជំរុញឲ្យការតវ៉ាការរិះគន់នឹងប្រែក្លាយទៅជាការជេរប្រមាថនិងជាការវាយប្រហារបែបបុគ្គលដែលជាយុទ្ធសាស្ត្រនយោបាយស្នូលដើម្បីតាក់ទាញការគ្រប់គ្រងអីចឹងទៅបន្តទៀតគឺគាត់ជំងឺតួឯកហ្នឹងគឺគាត់និយាយថាបើខាងរដ្ឋាភិបាលឯនោះវិញឈានដល់ចំណុចមួយដែលលែងឲ្យតម្លៃលើការរិះគន់ហើយងាកមកប្រើប្រាស់វោហារស័ព្ទហិង្សាគម្រាមកំហែងដើម្បីបំបាក់ស្មារតីគូប្រជែងដែរដោយបង្កើតរូបភាពថាខ្លួនជាអ្នកការពារសន្តិភាពតែមួយគត់នៅក្នុងនេះគាត់ព្យាយាមបន្ទោសទាំងសងខាងទី3គឺគាត់និយាយអំពីការបោះបង់យន្តការសភាការបោះបង់យន្តការសភានេះគាត់ទម្លាក់កំហុសទៅលើគណៈបកប្រឆាំងទៀតព្រោះគាត់ថាគណៈបកប្រឆាំងតាំងខ្លួនជាអ្នកសង្គ្រោះដើម្បីកេងចំណេញនយោបាយគាត់ថាបកប្រឆាំងតែងតែព្យាយាមចុះទៅធ្វើកិច្ចការជំនួសស្ថាប័នប្រតិបត្តិទោះបីជាខ្លួនអត់មានជំនាញបច្ចេកទេសក្នុងការងារនេះក៏ដោយដូចជាបញ្ហាព្រំដែនបរិស្ថានឬការគ្រប់គ្រងព្រៃឈើអីជាដើមលោកបន្តទៀតថាការចុះប្រមូលព័ត៌មានដល់ទីតាំងផ្ទាល់គឺជារឿងត្រឹមត្រូវក្នុងនាមជាអ្នកតំណាងរាស្ត្រក៏ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់ថាពួកគេមិនបានយកទិន្នន័យទាំងនោះទៅប្រើប្រាស់នៅក្នុងយន្តការរដ្ឋសភាតាមរយៈការកោះហៅរដ្ឋមន្ត្រីពាក់ព័ន្ធមកសួរដេញដោលដើម្បីស្វែងរកការទទួលខុសត្រូវអីទេផ្ទុយទៅវិញព័ត៌មានទាំងនោះត្រូវគេយកទៅប្រើប្រាស់ជាឧបករណ៍សម្រាប់វាយប្រហាររដ្ឋាភិបាលតាមទីសាធារណៈដោយសាងនូវរូបភាពថាខ្លួនជាអ្នកស្នេហាជាតិនិងខ្វាយខ្វល់តែពីប្រយោជន៍ជាតិជាងគេហើយចំណុចទី3នេះលោកបញ្ចប់ដោយសរសេរថាអកប្បកិរិយាបែបនេះគឺអកប្បកិរិយារបស់ក្រុមប្រឆាំងគឺជាការកេងចំណេញនយោបាយនិងប្រជាប្រិយភាពផ្ទាល់ខ្លួនដែលធ្វើឲ្យខូចតម្លៃនៃប្រព័ន្ធត្រួតពិនិត្យរបស់រដ្ឋសភាគាត់ថាមានសភាអត់ព្រមប្រើទេយកវេទិកាសាធារណៈទីលានប្រជាធិបតេយ្យអីចឹងដើម្បីទូងស្គរបាតកម្មអីចឹងមកក្នុងនេះអញ្ចឹងណាខ្ញុំមិនបញ្យល់លំអិតខ្ញុំគាត់ចង់លើកចំណុចរបស់លោកឡុងបញ្ញវុឌ្ឍចំណុចទី4គាត់ថាផលវិបាកចំពោះការកសាងជាតិគឺការរវើរវាយក្រៅរដ្ឋធម្មនុញ្ញអានេះគឺគាត់បន្ទោសទៅបកប្រឆាំងទៀតហើយគាត់ថាការទៀមទាឲ្យមានការទទួលស្គាល់ការពិតទី1គឺការប្រែក្លាយការស្អប់ខ្ពើមឲ្យទៅជាទុននយោបាយគឺជាជំងឺមហារីកដែលស៊ីរួមបំផ្លាញឯកភាពជាតិចំណុចតកតងនឹងផលវិបាកនៃការកសាងជាតិការរវើរវាយក្រៅរដ្ឋធម្មនុញ្ញនេះក៏អត់មាននិយាយរឿងគណៈបកប្រជាជនកម្ពុជារវើរវាយក្រៅរដ្ឋធម្មនុញ្ញគាត់និយាយគណៈបកនយោបាយប្រឆាំងគាត់និយាយថាវប្បធម៌បែបនេះគឺបណ្ដាលឲ្យមានការបែកបាក់សាមគ្គីភាពសង្គមធ្វើឲ្យនីតិរដ្ឋចុះខ្សោយនិងប្រែក្លាយការផ្សះផ្សាជាតិទៅជាភាពទទេស្អាតព្រោះភាគីនីមួយៗសុទ្ធតែដុតស្ពាននៃការទុកចិត្តគ្នាចោលរួចទៅហើយគាត់ថាភាពតល់ច្រកនៃទំនុកចិត្តនេះក៏បានរុញច្រានឲ្យមានការរវើរវាយនឹងយន្តការក្រៅច្បាប់ផងដែរក្នុងនោះនៅក្នុងសង្គមប្រជាធិបតេយ្យលោកថានឹងនីតិរដ្ឋពិតប្រាកដគឺការដោះស្រាយវិបត្តិនយោបាយត្រូវតែពឹងផ្អែកលើយន្តការរដ្ឋធម្មនុញ្ញកន្លងមកមានការលើកឡើងពីក្រុមប្រឆាំងមួយចំនួនដែលអះអាងថាបកខ្លួនត្រូវបានរំលាយហើយសម្លេងឆ្នោតជាង1លានអ្នកត្រូវបានបាត់បង់ដូច្នេះពួកគេមានសិទ្ធិបង្កើតយន្តការក្រៅប្រទេសឬអ្វីដែលហៅថារដ្ឋាភិបាល$23ឯករាជ្យដើម្បីការពារអធិបតេយ្យជាតិនិងផងនឹងប្រយោជន៍ជាតិផងតែពិតចំណុចនេះលោកឡុងបញ្ញវុឌ្ឍប្រហែលជាសរសេរខុសហើយព្រោះអីសម្លេងឆ្នោតសង្គ្រោះជាតិមិនមែនជាង1លានអ្នកទេគឺជិត3លានអ្នកបាទអាកាលមុនរំលាយចោលណាការវែកញែកនេះគឺជាការភ័ន្តច្រឡំឥឡូវលោកឡុងបញ្ញវុឌ្ឍចាប់ផ្ដើមវិបហាក្រុមប្រឆាំងមួយក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលលោកគិតថាជាយន្តការក្រៅរដ្ឋធម្មនុញ្ញអ្វីដែលជាឧទាហរណ៍ផ្សេងទៀតដែលខ្ញុំនឹងបញ្យល់នៅខាងគណៈបកប្រជាជនលោកអត់លើកមកហើយប៉ុន្តែលើកថាទង្វើរបស់គណៈបកប្រឆាំងនេះគឺអាកាលតែចុះទៅមូលដ្ឋានទៅដកបកគោលព្រំដែនឬក៏ទៅធ្វើអីតវ៉ាឲ្យមិនយកយន្តការសភាក៏ហៅសភាលោកថារំលងយន្តការប្រជាធិបតេយ្យមួយបាត់ព្រោះអត់ទៅហៅក៏ហៅនាយករដ្ឋមន្ត្រីហៅរដ្ឋមន្ត្រីអីមកបំភ្លឺនៅក្នុងរដ្ឋសភាទេបែរទៅជាយកវេទិកាសាធារណៈដើម្បីកេងចំណេញនយោបាយអានេះតាមអ្វីដែលជាការលើកឡើងរបស់លោកឡុងបញ្ញវុឌ្ឍឥឡូវចូលដល់យន្តការក្រៅរដ្ឋធម្មនុញ្ញទៀតគាត់ចោទប្រកាន់ពីរឿងថាខាងគណៈបកប្រឆាំងក្រមក្រៅប្រទេសនេះគឺបង្កើតរដ្ឋាភិបាល$23ឯករាជ្យនោះដែលជាយន្តការក្រៅរដ្ឋធម្មនុញ្ញទៀតហើយគាត់ថាក្រៅរដ្ឋធម្មនុញ្ញនេះគាត់និយាយថានេះគឺជាការវែកញែកភ័ន្តច្រឡំយ៉ាងធ្ងន់អំពីគោលការណ៍នីតិរដ្ឋនិងប្រជាធិបតេយ្យលោកបន្តថានៅពេលដែលរដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតចង់និយាយពីរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកកណ្ដាលអំណាចនេះគឺគ្រប់គ្រងយន្តការរដ្ឋទាំងស្រុងនិងទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិរួចទៅហើយទាំងតាមផ្លូវច្បាប់និងសិទ្ធិអំណាចជាក់ស្ដែងហើយការតាំងខ្លួនបង្កើតរដ្ឋាភិបាលស្រមោលឬក៏យន្តការតបតក្រៅរដ្ឋធម្មនុញ្ញមិនមែនជាការអនុវត្តតាមគន្លងប្រជាធិបតេយ្យនោះទេបាទនេះគាត់ចង់បដៅទៅខាងក្រុមប្រឆាំងឲ្យយល់ថារដ្ឋាភិបាលនឹងមិនស្របច្បាប់អីចឹងទៅបន្ទាប់ទៀតគាត់ថាទង្វើបែបនេះមិនត្រឹមតែមិនអាចការពារប្រយោជន៍ជាតិបានទេតែវាឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីជំងឺតួឯកគាត់ទាញជំងឺតួឯកហ្នឹងមកចូលគណៈបកប្រឆាំងទៀតថាមានជំងឺនេះបានតែរៀលដាលទៅជាអញ្ចឹងទៀតហើយជំងឺតួឯកនេះមិនព្រមទទួលស្គាល់តថភាពនយោបាយហើយវាកាន់តែធ្វើឲ្យការផ្សះផ្សាជាតិដល់ផ្លូវទាល់ព្រោះវាជាការប្រឆាំងនឹងរចនាសម្ព័ន្ធរដ្ឋទាំងមូលជាជាងការជំទាស់លើគោលនយោបាយ
លោកបន្តទៀតថាចូលលើសច្ចភាពនយោបាយនេះទាំងគណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងក៏បីមានភាពក្លាហានផ្នែកនយោបាយក្នុងការទទួលស្គាល់នៅកំហុសឆ្គងនិងចំណុចខ្វះខាតរៀងខ្លួនឥឡូវនេះគឺគាត់លើកទឹកចិត្តឲ្យគណៈបកកណ្ដាលអំណាចគណៈបកប្រជាជនកម្ពុជាទទួលស្គាល់នៅកំហុសឆ្គងប៉ុន្តែអត់ទាន់និយាយថាកំហុសរបស់គណៈបកកណ្ដាលអំណាចនឹងមានអីខ្លះទេភាគច្រើនគឺគាត់លើកពីកំហុសរបស់គណៈបកប្រឆាំងឥឡូវខ្ញុំទៅទៀតបងប្អូនហើយចាំខ្ញុំបកស្រាយសរុបគាត់ថាការរុញទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកមិនមែនជាច្រកចេញនោះទេប្រហែលជាដល់ពេលវេលាដ៏ស័ក្តិសមបំផុតហើយដែលអ្នកនយោបាយគ្រប់ភាគីត្រូវតែលះបង់ចោលនៅអេរយាប័តនយោបាយអវិជ្ជមាននិងអតីតកាលដ៏ជូរចត់នេះបាទឲ្យលះបង់ចោលទៅបំភ្លេចអតីតកាលនេះចោលទៅការបោះជំហានចេញពីគំនុំបុគ្គលនិងមនោគមវិជ្ជាចង់ឈ្នះចង់ចាញ់គឺជាពន្លឺតែមួយគត់ដើម្បីឈានទៅរកការផ្សះផ្សាជាតិរួបរวมជាតិនិងឯកភាពជាតិពិតប្រាកដដែលជាចលករមិនអាចខ្វះបាននៅក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនប្រកបដោយចីរភាពនិងកិត្យានុភាពនេះគឺជាចំណុចទី4ចំណុចទី5គាត់លើកឡើងអំពីការបន្សាបនយោបាយពីស្ថាប័ននិងភាពចាស់ទុំរបស់អ្នកកាន់អំណាចនៅក្នុងការបើកលំហការរិះគន់ខ្ញុំជឿថាអានេះគឺគាត់និយាយជាទូទៅតកតងនឹងការរដ្ឋបတ်សិទ្ធិសេរីភាពប្រជាពលរដ្ឋគាត់ចង់និយាយថាការផ្សះផ្សាជាតិមិនអាចកើតឡើងត្រឹមតែការចាប់ដៃគួរសមគ្នានោះទេប៉ុន្តែទាមទារឲ្យមានការកែតម្រង់ស្ថាប័នពិតប្រាកដ